ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនិយាយអំពីការប្រយុទ្ធនៅតំបន់ពោក្រកទៀតហើយដោយសារតែក្នុងខែ10នេះគឺរុស្ស៊ីគឺព្យាយាមវាយសម្រុកយកពោក្រកមែនទែនមានថាគម្រោងរាប់ឆ្នាំហើយថាដល់រដូវក្តៅនេះគឺវាយយកពោក្រកយកតែម្ដងហើយក្នុងសង្គ្រាមនេះគឺយើងមិននិយាយចំកន្លែងពោក្រកទេមានថាវាមានភូមិមួយទៀតដែលនៅចម្ងាយប្រហែលជា20គីឡូពីពោក្រកដែលរុស្ស៊ីព្យាយាមវាយយកអាហ្នឹងដើម្បីបើសិនជាវាយយកភូមិនឹងបានគឺអាចសឹងតែគ្រប់គ្រងលើភពគ្រោកបានហើយប៉ុន្តែវាយវាអត់បានហើយក្នុងវីដេអូនេះគឺគេនិយាយដូចនឹងថ្ងៃមុនដែរតើតើនឹងរថក្រោះ T90M ឬក៏បងប្អូនខ្លះឲ្យខ្ញុំហៅ T90 អញ្ចឹងទៅដែលជារបស់ខ្លាំងជាងគេបំផុតរបស់រុស្ស៊ីហើយគឺមក2ដងម្ដងអស់3គ្រឿង2ដងអស់6គ្រឿងអាហ្នឹងរាប់តែរថក្រោះហ្នឹងទេអត់រាប់អីផ្សេងទេហើយក្នុងនេះគឺគេមានវីដេអូតាក់ទងនឹង T90 នឹងតែម្ដងមិននិយាយស្មានទេគឺគេបង្ហាញហើយតាក់ទងនឹងការវិភាគរបស់គេវានឹងច្បាស់ជាងវីដេអូថ្ងៃមុនដោយសារថ្ងៃមុនវីដេអូភ្លាមព្រឹត្តិការណ៍កើតឡើងភ្លាមចឹងគេវិភាគអត់សូវច្បាស់តែសម្រាប់វីដេអូនេះខ្ញុំយល់មកនិយាយសារថ្មីដោយសារគេវិភាគរឿងច្បាស់ហើយស្ដាប់ទៅវាសមហេតុផលច្រើនចំណុចមែនទេអូខេតោះចឹងកុំឲ្យខាតពេលយូរយើងទស្សនាទាំងអស់គ្នាអូខេនេះគឺជារូបភាពនៃ T90 ហ្នឹងឯងគាត់ថាកន្លែងនេះដំបូងយើងស្មានតែវីដេអូចាស់ដែរដោយសារ T90 នេះគឺមកដោយអត់មានអីបាំងតែម្ដងនេះគឺអត់មានអាយ៉ែទេគឺវិលថយក្រោយវិញតែម្ដងដែលធ្វើឲ្យគេហេតុអីក្នុងនេះគេឆ្ងល់ថាហេតុអីបានមិនព្រមអាយ៉ែសុខចិត្តវិលកង់អញ្ចឹងហើយមើលទៅគឺត្រូវ drone តែម្ដងឌឹមមួយតែម្ដងអូខេចឹង T90M Provoke ដែលជារថក្រោះដែលពូទីនថាជារថក្រោះដែលខ្លាំងបំផុតរបស់ខ្លួនហ្នឹងឯងចឹងមកនេះគឺខ្ទេចអស់ច្រើនមែនទែនចឹងនេះគឺជារូបភាពដែលគេថតមកដដែលគឺដោយសារប្រហែលជាគេមានតែមួយហ្នឹងទេចឹងក្នុងនេះគេនិយាយពីប្រវត្តិមួយចំនួនដែរថារុស្ស៊ីបានព្យាយាមរៀបចំអានេះយូរមែនទែនរាប់សិបឆ្នាំមកហើយក្នុងការធ្វើកម្រោងមួយនេះហើយអត់បញ្ចេញអា T90 ហ្នឹងមកទេរហូតដល់ពេលដែលរុស្ស៊ីគិតថាដល់ពេលបញ្ចេញមករៀងថាយកមកឈ្នះតែម្ដងណាតែអ្វីដែលយកមកនេះគឺអត់ដូចអ្វីដែលក្នុងទ្រឹស្ដីទេអញ្ចឹងនេះគឺជាការធ្វើបទបង្ហាញរបស់រុស្ស៊ីដែលលោកពូទីនកាលហ្នឹង2024បានចូលទៅរោងចក្រផលិតរថក្រោះដែលធំជាងគេរបស់រុស្ស៊ីហ្នឹងឯងហើយគាត់ពេលហ្នឹងក៏ឆ្លៀតនិយាយដែរថា T90 គឺជារថក្រោះលេខ1នៅក្នុងពិភពលោកនេះដែលយោងតាមគាត់នៅពេលដែលរថក្រោះនេះចូលសមរភូមិគឺគ្មានអ្នកណាអាចប្រយុទ្ធជាមួយរថក្រោះនឹងបានទេព្រោះវាមានការបាញ់ត្រូវខ្លាំងមែនទែនហើយមានការការពារខ្លាំងមែនទែននេះគឺជាក្រុមហ៊ុនដែលផលិតហ្នឹងគឺដូចគ្នាគឺតែងតែព្យាយាមប្រម៉ូទអា T90 នឹងខ្លាំងមែនទែនប៉ុន្តែក្នុងនេះគេនិយាយថាបើសិនជា T90 នេះជារថក្រោះដែលខ្លាំងប៉ុន្តែហេតុអីបានកម្រងវាធ្វើដូចជា T72 ធ្វើ80ដែរដែលជារថក្រោះមួយដែលផ្ទុះច្រើនមែនទែននៅទឹកដីអ៊ុយក្រែនរុស្ស៊ីនេះអញ្ចឹងដោយសារតែវាសេរីដូចគ្នាធ្វើរបៀបដូចគ្នាអញ្ចឹងវាមិនអាចទៅជារបស់ខ្លាំងបានទេចានេះអ្វីដែលគេបញ្យល់នៅក្នុងនេះបែបហ្នឹងកម្រងក្រងតែមួយហេតុអីបានចាត់ទុកថាជារបស់ខ្លាំងកើតអញ្ចឹងអញ្ចឹងអានេះទីទៀតនឹងគេនឹងបញ្យល់លម្អិតច្រើនចំណុចមែនទែនក្នុងវីដេអូនេះបើតាមទ្រឹស្ដី T90 ហ្នឹងគឺមានគ្រាប់កាំភ្លើង125មីលីម៉ែត្រដែលបាញ់គ្រាប់ធម្មតាក៏បានហើយបាញ់គ្រាប់មីស៊ីលក៏បានដែរកំណត់គោលដៅក៏បានដែរអញ្ចឹងបាញ់រហូតដល់5គីឡូម៉ែត្រដែរណោះអញ្ចឹងគឺជាចម្ងាយមួយឆ្ងាយវាបាញ់មីស៊ីលណាមីស៊ីលកំណត់ទីតាំងកំណត់គោលដៅហើយវាមានប្រព័ន្ធការពារមួយទៀតនៅពេលដែលគ្រាប់ក្បែរនឹងមកដល់វាអាចផ្ទុះបំផ្ទុះខ្លួនទៅដើម្បីឲ្យអាគ្រាប់ហ្នឹងគឺអត់អីហ្នឹងអានេះវាជាទ្រឹស្ដីដែលវាអញ្ចឹងមានថាវាអាចការពារខ្លួនពីការបាញ់
របស់ក្របប្រឆាំងមីស៊ីលហើយមានអីទៀតមានប្រព័ន្ធភ្លើងនេះទៀតដែលការពារប្រើភ្លើងណាប្រើភ្លើងដើម្បីកុំឲ្យមីស៊ីលមករវាបានឲ្យច្រឡំមីស៊ីលច្រឡំទីតាំងប៉ុន្តែកន្លែងនេះគឺជាចំណុចខ្សោយដែលខ្សោយបំផុតរបស់រថក្រោះមួយនេះគឺកន្លែងហ្នឹងគឺអាយ៉ែថយក្រោយបានតែ4គីឡូក្នុង1ម៉ោងទេគឺវាយឺតមែនទែន4គីឡូម៉ែត្រក្នុង1ម៉ោងអូខេចានេះបកមកពាក់កណ្ដាលឆ្នាំ2025អញ្ចឹងរុស្ស៊ីគឺចង់បានពកគ្របនៅខ្លាំងមែនទែនអញ្ចឹងក្នុងនេះគេបញ្យល់ថាពកគ្របហេតុអីបានគេចង់បានដោយសារតែទាំងរុស្ស៊ីនិងអ៊ុយក្រែនដឹងថាពកគ្របជាកន្លែងមួយជាសរសៃឈាមនៃការដឹកជញ្ជូនទាំងដឹកជញ្ជូនគ្រាប់ដឹកជញ្ជូនប្រេងដឹកជញ្ជូនអាហារដឹកជញ្ជូនអីចឹងទៅអញ្ចឹងបើសិនជារុស្ស៊ីវាយពកគ្របនឹងបានមានថាជួរមុខម្ដុំនេះរបស់អ៊ុយក្រែនគឺដួលតែម្ដងប៉ុន្តែក្នុងនឹងក៏មានភូមិនេះមួយគេហៅថាអីគេសាខូនេះ20គីឡូពីពកគ្របនោះគឺជាតំបន់មួយដែលជាដូចជាឆ្អឹងរបស់ពកគ្របចឹងណាមិនថាបើចង់វាយពកគ្របចូលវាយអាភូមិនឹងមុនព្រោះបើអត់វាយភូមិនឹងទេគឺវាយពកគ្របអត់បានទេដោយសារវាជាទីតាំងយុទ្ធសាស្ត្រមួយដែលអ៊ុយក្រែនប្រើដើម្បីទប់ទល់មានថាបើវាយពកគ្របភូមិនេះចេញបើវាយភូមិនឹងពកគ្របចេញមកការពារគ្នាទៅវិញទៅមកអូខេអញ្ចឹងក្នុងនេះគឺរុស្ស៊ីប្រើ36T90M ហ្នឹងដើម្បីទៅប្រយុទ្ធកន្លែងហ្នឹងហើយមុនដំបូងគឺមានម៉ូតូ40ចូលដំបូងសិនអូខេហើយមាននឹងរថវាដែរជាច្រើនទៀតអញ្ចឹងសឹងថាបើតាមទ្រឹស្ដីគឺចូលមកវាសង្គ្រប់យួរហ្នឹងតែម្ដងអូខេបន្ទាប់មកបើវាយអាហ្នឹងបានហើយបានចូលមកវាយពកគ្របតែម្ដងអានេះបើតាមអានេះគឺថ្ងៃទី9ខែ10ឆ្នាំ2025ដូចយើងនិយាយពីថ្ងៃមុនអញ្ចឹងគឺដល់ថ្ងៃដែលគម្រោងគ្រប់យ៉ាងរបស់រុស្ស៊ីវាដល់ពេលដែលត្រូវប្រយុទ្ធហើយអូខេអញ្ចឹងគឺថ្ងៃហ្នឹងគឺជាថ្ងៃភ្លៀងខ្លាំងអញ្ចឹងរុស្ស៊ីគឺប្រើទ្រឹស្ដីហ្នឹងដោយសារភ្លៀងដ្រូនហោះអត់កើតអីចឹងទៅអញ្ចឹងក៏រុស្ស៊ីគិតថាថ្ងៃហ្នឹងគឺថ្ងៃល្អបំផុតហើយគឺចូលមកវាយតែម្ដងអញ្ចឹងមកដំបូងគឺ40ម៉ូតូជិះទាហានជិះម៉ូតូចូលតែម្ដងចឹងគោលដៅដែលតាហ៊ានជិះម៉ូតូនេះគឺទី1គឺចូលមកសឹងលក្ខណៈថាស្ម័គ្រស្លាប់តែម្ដងចូលមកទៅជួនកាលជន់មីនជួនកាលត្រូវក្របផ្លោងអីទៅដើម្បីឲ្យខាងរុស្ស៊ីដឹងថាតើអ៊ុយក្រែនបាញ់ផ្លោងមកពីណាមីននៅកន្លែងណាមានអីកន្លែងណាអញ្ចឹងអានេះដូចចូលរុស្ស៊ីនុយទេណាហើយ drone ហោះមកពីណាអីពីណាអញ្ចឹងរុស្ស៊ីនៅពេលដែលគេបាញ់កំទេចម៉ូតូនេះគឺចាប់ដើមមើលហើយបន្ទាប់មកគឺ36រថក្រោះហើយនឹងមានរថក្រោះ36មានថារថពះដែកមានរថយន្តអីជាច្រើនសរុប36បូកទាំងរថក្រោះដែរអញ្ចឹងចូលមកតាមក្រោយហើយវាយយកតែម្ដងប៉ុន្តែនៅនេះគឺមានក្រុមកងពលលេខ225ដែលនៅចាំនេះតែម្ដងហើយពិសេសគឺក្រុមអាហ្សូវហ្នឹងគឺនៅនឹងចាំស្រេចតែម្ដងរៀបចំគ្រប់យ៉ាងគម្រោងគ្រប់យ៉ាងគឺនៅនឹងអញ្ចឹងមានថា2ក្រុមនៅចាំសង្គ្រប់នៅនឹងតែម្ដងអញ្ចឹងគ្រាន់តែចូលមកពុងប៉ាំង drone ផងអីផងក្របផ្ឡើងផងដូចថ្ងៃមុនខ្ញុំនិយាយហ្នឹងគឺមានតាំងពីប្រព័ន្ធបាញ់មីស៊ីលរបស់អាមេរិកផងមានប្រព័ន្ធការពាររថក្រោះផងអីផងយល់ហ្នឹងគ្រប់យ៉ាងគឺរៀបចំដូចចាំរុស្ស៊ីមកតែម្ដងថ្ងៃទី9ថ្ងៃទី10ហ្នឹងហើយក្របផ្លោមទាំងអស់គឺវាមានកំណត់ទីតាំងនឹងត្រាច់ហើយហត់តែម្ដងបាញ់តែម្ដងនេះគឺជារូបភាពដែលថតចេញមកគឺម៉ូតូចូលមកអញ្ចឹងទៅគាត់ថារូបភាពវាមិនមានច្រើនប៉ុន្មានទេគេប្រើភាពរៀងដដែលដែរគាត់ថាគេវិភាគអាកន្លែងហ្នឹងគឺអញ្ចឹងគឺចូលមកដូចចូលគប់របស់ខាងអ៊ុយក្រែនអញ្ចឹងអូខេអញ្ចឹង T90 ហ្នឹងក៏ចូលមកដែរថ្ងៃដំបូងហ្នឹងគឺ3គ្រឿងគាត់តែមកត្រូវអាមុខគេត្រូវដំបូងម្ដងលឹបចិនមីនគេដោយសារតែអាមុខចិនមីនហើយអាក្រោមគឺទៅណារួចទេអញ្ចឹងសង្គ្រាមបច្ចុប្បន្នហ៊ានតែឈប់គឺចប់ហើយក្របផ្លោងផង drone ផងដោយសារ drone វាចាំមើលស្រាច់ហើយតែឈប់បាច់គឺកំណត់គោលដៅបឹងតែម្ដងអូខេអញ្ចឹងក្នុងនេះគេនិយាយថា drone រាប់រយឯណោះដែលហោះទៅបុកនៅម្ដុំហ្នឹង
chẳng hạn cứ bỏ màu rừng thi cao sập mình mà đó đại dương vậy than là bươn là dài đó bỏ viết ban đã 4 km tê đã prip thi cho mùi leopard cứ ba dài ban đó là sai sập km trong máu chân khóc nữa đọp đón cho mình đến vậy mà hai bà sân chia rất cross phụ zri Europe cứ cái dài hay bàn 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 tay bà sân chia rất cross đó bỏ Russia này cả tê 4 km trong máu dài bàn nhau cả tê chẳng miền ta bọt thôi rồi về chẳng miền ấy đầu rồi nếu sợ từ rụp thì cao sập là ngay cái thang lại ní đang ngon tha anh ấy rất phải đại thế cái này đang ngon tha hạt ấy bạn rất tròn trôn máu đó miền bụng bẹ cà phê sật tại mà đó rồi có tục chất tha khang ôi cái mình ai họ drone tới rồi chẳng vậy đấy và đây rụp lại ní cứ miền bằng thầm đà như thế ok chẳng không ní cái tha thể hiện là nâu ro thằng đó cứ mù rồi có plug đó mà cho phô mùi ní bàn tá nâu giúp nâng ta mà đó nâu giúp ngày thì 4 ngày thì đọp nâng cứ Russia ôi cái mà giúp nâng cứ chia diêm cầm tích tượng đại sẽ so nâu nâng ta con thèm mà đồng chẳng cả tiếp trong cầm rôn mà cho nam chiên hỏi cho mà đó cứ ta mà ngày tết sân ở tích ta con thèm mà đồng ok trong đó ní cứ nâng kê nâng dây âm piวิเพียนึงที่เก้าสิบนึงมันต่อเดียดโอเคนี่คือเจียเอบรามระบอบอเมริกคือแบบนี้กลายได้เก็บตกเกลือนั่นคือนกกรอยเสียงให้เวียดเมียนเปียปอนจมูกนึงแต่เฮียนเด็กจังบาสันเจียกรอบตุกรอบไอ้คือเวียบซียมตุมากราวจังเวียดอัดเมียนตุโจมาแต่เฮียนเด็กให้เวียเมียนเจียงกาเปียเดียดvì miền đại cà phía trong một tú cứ việc tu mong khang thể hiện tới cứ tu trên được nào còn tại này cứ chia cả đại cờ của bộ khang thì cao sấm cứ nó bị cao này mà đòn thì trong viên nấu chung kia giờ muối nâng thể hiện tầng bay này nâng này mà đòn chẳng hay ở miền cà phía tràn thế ta bảo tú cứ đừng tu chạy mau lơ này mà đòn anh ấy cứ chia từ đây là bộ rất là pi nó vì không nhiều bạn nâng chẳng phải chán bà sân gì bọc chán cứ tút chạy mà lơ chôl chẳng đây mà đòn nó sao club nó bị cầu hai phía chán cứ thể hiện cứ mình ai nấu rồi bàn thế hai như cứ như còn nông một vía họ rồi lỡ nó về đẹp tút chẳng rất khó nó vì chat đôi được như thế America có chat khang Russia có check ở hạt trước đây vô kế cứ Soviet cứ cái thơm mới ai rất là túi hay chẳng bằng cái đại thể hiện tại bây nhá hay cứ cả lại cái thơm mới túi mình nghĩ của bạn nó cả bánh bị ngày mà còn tại bà trước đây khang America khang Europe cứ thơm mới cà phê thể hiện đại nông nông rất là ngoài bàn chẳng bằng cái đại rất là xịn để xa tại nông nít cái vậy tha thể hiện cứ vực hạt của bạn chiêng ca chấm này rõ chứ mà các khối đồ bán bên đây vừa hiện một slab của bạn nâng ca vực hạt vịnh chẳng không nói bàn kẹp chỉ diêm cà piano thể hiện đại nó không rõ nó ngày lọ tam là ai thưa bàn ok chắc là lâu những bọn mà vì một bọn bánh phương là gì này với chẳng hạn ấy bà sân chỉ từ ấy này áp lên ấy bà sân những cà pi missile cho năm bọn một đôi chất sập phần một pat sập anh em vi chơi tại cà phê ba nói rồi còn vài anh mà nói mà ta bây giờ đi chào lên rồi còn drone cứ anh miền phải chơi thế rồi lượng anh ấy vì anh miền prao ấy cho môi nâng chào lên bàn thế hay bật drone cứ prao một nước mơ thêm đâu chân trong bánh lượng mạnh bánh tốt ở miền bánh hà thì ok hai chấm nốt mũi tiết là dương tay nền giấy nó cứ thì cao sập này nó phải đại bọc cho mà còn nông viên nó phía chắc cứ việc vườn chẳng tại mà đó hay miền phó tang chỉ ra đây bằng hai tha còn nên cứ việc bạn nừng anh ấy cứ cao bị khai mà ra cho năm bị pon một phẩy bốn chẳng Bradley bánh chóm cứ đặt một phẩy 5 mm tam thầm mà đã
បាញ់រត់ក្រោះហ្នឹងមិនបែកទេប៉ុន្តែអានេះវាបាញ់ជាប់អានឹងយូរទៅវាទៅជាវិលកណ្ដុងអញ្ចឹងតែម្ដងអូខេអញ្ចឹងតាហ៊ាននៅក្នុងហ្នឹងក៏រត់ចោលអញ្ចឹងទៅចានេះដ្រូនបុកនៅឆ្នាំ2023ក៏អញ្ចឹងដូចគ្នាអញ្ចឹងភាគច្រើនគឺមិនដឹងថាមូលហេតុអីទេក្នុងនេះគេបាននិយាយដែរថាគេមិនដឹងថាមូលហេតុអីបានវាអញ្ចឹងទេក៏ថាឲ្យតែភាគច្រើនបុកចំអាកណ្ដុងវាច្រើនទៅវាទៅជាវិលអញ្ចឹងតែម្ដងអញ្ចឹងអានេះឆ្នាំ2024ដូចគ្នាបុកប៉ាំងវិលតែម្ដងប្រហែលជាអាចមានបញ្ហាថាប្រព័ន្ធខួរក្បាលវាឬក៏អីមិនទេបានវាទៅជាអញ្ចឹងឲ្យតែបុកភាគច្រើនចំអាកន្លែងក្បាលហ្នឹងគឺទៅចាប់ដើមវិលអញ្ចឹងតែម្ដងអូខេអញ្ចឹងមកតាមធម្មតាតម្លៃប៉ុណ្ណឹងគឺរត់ក្រោះដែលល្អបំផុតប៉ុណ្ណឹងវាមិនអាចថាគ្រាន់តែបុកប៉ុណ្ណឹងវិលទេហើយក៏មិនគួរតែធ្វើគ្រាប់ដាក់នៅពីក្រោមហើយមនុស្សនៅពីលើឲ្យផ្ទុះអញ្ចឹងដែរអូខេអញ្ចឹងក្នុងនេះមូលហេតុគឺមកពីខាងរុស្ស៊ីនេះគឺប្រើប្រព័ន្ធគ្រោងរបស់រថក្រោះចាស់គ្រាន់តែគេយកអាប្រព័ន្ធទំនើបមួយចំនួនយកមកពាក់ពីលើអញ្ចឹងវាអត់គ្រប់គ្រាន់ទេគ្រាន់តែយកឧបករណ៍ទំនើបយកមកពាក់ជាមួយនឹងគ្រោងរថក្រោះចាស់អញ្ចឹងវាប្រើមកវាអញ្ចឹងឲ្យវាអត់បានប្រយោជន៍អីទេអូខេអញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺប្រយុទ្ធអញ្ចឹងហើយស្អែកឡើងមកអញ្ចឹងទៀតវាយ៉ាប់អត្រង់ហ្នឹងណាឧទាហរណ៍ថ្ងៃទី9ហ្នឹងមកឆេះរថក្រោះ3ហើយរថពះដែកអីមួយចំនួនអញ្ចឹងទៅដល់ពេលស្អែកឡើងមកបែបហ្នឹងទៀតរថក្រោះ3ទៀតហើយរថពះដែកមានម៉ូតូមានអីមកក្បួនដដែលជាងឆេះខ្ទេចដដែលទៀតគេចាអានេះបកមកប្រវត្តិកាលពីមុនសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបន្តិចគឺខាងឥណ្ឌានេះក៏បានទិញ T90 ហ្នឹងតម្លៃក្នុងសរុបទាំងអស់គឺ$2000 លានឯណោះអញ្ចឹងដោយសារតែឥណ្ឌាធ្លាប់ទិញអាហ្នឹងតាំងពី2017ឯណោះហើយយកទៅប្រើប្រាស់ក្នុងការប្រកួតប្រជែងរថក្រោះប្រើចុះប្រើឡើងគឺឥណ្ឌាគឺឃើញមានបញ្ហាច្រើនមែនទែនទាក់ទងនឹងរថក្រោះ T90 នេះតាំងពី2017ឯណោះអញ្ចឹងក្នុងនេះជួបបញ្ហានៅពេលដែលចូលផុកវាពិបាកហើយវាម៉ាស៊ីនវាខ្សោយអីទៅវាមានបញ្ហាច្រើនដែលឥណ្ឌាជួបកាលហ្នឹងអូខេហើយបន្តមកឥណ្ឌាគឺចាប់ផ្ដើមរៀបចំរថក្រោះនឹងសាថ្មីតាំងពីម៉ាស៊ីនដូរម៉ាស៊ីនហើយប្រើប្រព័ន្ធបាញ់សាថ្មីរៀបចំប្រព័ន្ធបាញ់សាថ្មីដែលហើយប្រើប្រព័ន្ធការពាររបស់ Swiss ទៅទៀតអញ្ចឹងមានថាទិញរថក្រោះរបស់រុស្ស៊ីហើយប្រើវាបង្កើតអញ្ចឹងក៏យកទៅបន្ថឡើងបន្ថែមដោយប្រើប្រព័ន្ធរបស់ Swiss ទៅវិញគេហើយឥណ្ឌាក៏បានបញ្ឈប់ការទិញ T90 ហ្នឹងហើយដូរទៅទិញរថក្រោះរបស់បារាំងវិញអីចឹងទៅអញ្ចឹងអាហ្នឹងតាំងពីមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងដែលបង្ហាញថាកាពិត T90 ហ្នឹងវាមានបញ្ហាតាំងពីមុនសង្គ្រាមឯណោះហើយដល់ពេលចូលសង្គ្រាមនេះទៅបានដឹងថាអូខេវាពិតជាយ៉ាប់មែនអញ្ចឹងណាហើយក្នុងនេះក៏គេព្យាយាមស៊ូដែរថាតើមានរថក្រោះឯណាទៀតដែលអាចយកមកប្រើនៅក្នុងសម័យសង្គ្រាមឥឡូវនេះដោយជំនួសដ្រូនបានវាអត់អាចទៅរួចទេក្នុងនេះក៏គេនិយាយដែរថាវាមិនមែនថារថក្រោះរបស់រុស្ស៊ីទេរថក្រោះរបស់អឺរ៉ុបហ្នឹងក៏អញ្ចឹងដែរបើសិនជាប្រើក្នុងការចូលមកអញ្ចឹងត្រង់អញ្ចឹងជាមួយនឹងដ្រូនជាមួយនឹងអីគឺវាមិនអាចទេដោយសាររថក្រោះរាប់លានដុល្លារហើយយកទៅប្រយុទ្ធជាមួយដ្រូនចឹងចំណាយដ្រូន100ដ្រូនក៏អត់ទាន់ស្មើនឹងរថក្រោះនេះដែរអូខេអញ្ចឹងការធ្វើសង្គ្រាមបែបហ្នឹងគឺវាផុតកំណត់ហើយសម័យឥឡូវគឺគេអត់ខ្វល់តើមានឧបករណ៍ទំនើបអីប៉ុណ្ណាទេប៉ុន្តែសំខាន់គឺប្រើបច្ចេកវិទ្យាទំនើបបានប៉ុណ្ណាក្នុងនេះគេនិយាយអញ្ចឹងអញ្ចឹងដ្រូនតែត្រឹម$500ទៅអាចកំទេចរថក្រោះដែលតម្លៃ$4.5 លានបានហើយក្នុងនេះគេគ្រាន់តែអួតពីកងទ័ពរបស់គេទេភាគច្រើនគឺកងទ័ពអាហ្សូនេះគឺជាកងទ័ពដែលល្បីជាងគេនៅអ៊ុយក្រែនហ្នឹងហើយក្នុងនេះគឺគេនិយាយថារុស្ស៊ីបានរៀនពីវាប៉ុន្តែនៅតែបន្តរៀនរហូតអូខេអ
អញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេភាគច្រើនគឺគេបញ្យល់ច្រើនក៏ថាការបកស្រាយរបស់ខ្ញុំវាអាចនឹងមានបញ្ហាបច្ចេកទេសមួយចំនួនក៏ថាខ្ញុំព្យាយាមបកស្រាយតាមតែអ្វីដែលខ្ញុំអាចធ្វើបានហើយសង្ឃឹមថាបងប្អូនបានទទួលប្រយោជន៍ខ្លះពីអ្វីដែលខ្ញុំនិយាយក្នុងវីដេអូហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ